ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះវិលមកជួបនាងខ្ញុំម្ដងទៀតហើយណាសម្រាប់ថ្ងៃនេះផងដែរគឺថានាងខ្ញុំមានមុខម្ហូបមួយមុខមកចែកជូនបងប្អូនទាំងអស់គ្នាដើម្បីទស្សនាដោយមុខម្ហូបមួយមុខនេះផងដែរគឺបុកសាច់គោជាមួយនឹងអំពៅខ្ចីណាបងប្អូនបន្ទាប់ពីនាងខ្ញុំទិញអំពៅខ្ចីរួចហើយក៏នាងខ្ញុំមកទិញជាមួយនឹងម្អមបងប្អូនគឺថាយើងទិញម្ដុំមកដើម្បីយកទៅដាក់បុកជាមួយនឹងសាច់គោរបស់យើងឲ្យវាមានក្លិនឈ្ងុយល្អហើយក្នុងនោះផងដែរគឺថានាងខ្ញុំក៏បានទិញជាមួយនឹងបន្លែបន្តិចបន្តួចដើម្បីយកមកផ្តាប់ហូបជាមួយនឹងបុកសាច់គោរបស់យើងណាបងប្អូនសម្រាប់សាច់គោនេះផងដែរគឺថានាងខ្ញុំទិញមកពីផ្សារគឺថាគោខ្មែរបងប្អូនគឺថាសាច់ល្អមែនតើសាច់លឹងក្រហមបងប្អូនទាំងអស់គ្នាសម្រាប់បន្លែរបស់យើងនៅពេលដែលយើងទិញមកហើយគឺថាយើងបកកន្លែងដែលវាខូចអីនឹងចេញទៅណាបងប្អូនដើម្បីយកវាទៅលាងសម្អាតជាមួយនឹងទឹកឲ្យវាបានស្អាតល្អបងប្អូនទាំងអស់គ្នាហើយបន្លែនេះផងដែរគឺថានាងខ្ញុំប្រើជាមួយនឹងស្ពៃបូកូហើយសណ្តែកគួរនិងជីបងប្អូនជីនឹងវងជីឆ្អាបយើងហ៎បងប្អូនគឺថានៅពេលដែលយើងដាក់ផ្តាប់ជាមួយនឹងជីនឹងទៅគឺថាវាឆ្ងាញ់ណាបងប្អូនសម្រាប់ជីនេះផងដែរអ្នកខ្លះគាត់ហៅជីថ្ពាល់ត្រីក៏បានដែរបងប្អូនហើយយើងក៏ធ្វើការលាងសម្អាតវាឲ្យបានស្អាតល្អមកសម្រាប់បន្លែនេះផងដែរគឺថាយើងលាងឲ្យបានច្រើនទឹកទៅណាបងប្អូនគឺថាលាងធ្វើយ៉ាងណាឲ្យវាឆេះល្អណាបងប្អូនទាំងអស់គ្នាសម្រាប់ដូចនាងខ្ញុំកាត់វីដេអូនេះផងដែរគឺថាអត់សូវបង្ហាញជាច្រើនទឹកអីណាបងប្អូនកុំឲ្យបងប្អូនមើលទៅគឺថាមានការធុញអីចឹងណាបងប្អូនទាំងអស់គ្នាសំខាន់គឺថាយើងដោះវាលាងវាឲ្យស្អាតទៅណាហើយបន្ទាប់ពីនាងខ្ញុំលាងបន្លែរួចហើយគឺថានាងខ្ញុំបន្តមកលាងជាមួយនឹងអំពៅខ្ចីរបស់យើងដែលយើងទិញមកពីផ្សារបងប្អូនគឺថាដោះវាឲ្យស្អាតល្អមកយើងលាងវាបេះក្បាលបេះកតុយវាឲ្យស្អាតមកណាបងប្អូនហើយសម្រាប់សាច់គោនេះផងដែរគឺថានាងខ្ញុំទិញលាយជាមួយនឹងគ្រឿងក្នុងសម្រាប់សាច់គឺថាសម្រាប់បងប្អូនដែលញ៉ាំគ្នាតិចតួចអីគឺថាទិញត្រឹមតែ 10000 រៀលអីហ្នឹងគឺថាញ៉ាំបានទេបងប្អូនដោយអ្នកតែរបស់ខ្ញុំគឺគាត់ចង់ហូបជាមួយនឹងប្រឡាក់គ្រឿងក្នុងគោអីចឹងគឺថាខ្ញុំទិញយកមកបន្ថែមសម្រាប់សាច់នេះផងដែរគឺថាជាសាច់គោខ្មែរដោយអ្នកលក់គាត់ថាយូគាត់ទិញបានយកមកកាប់ម្ដងមួយកាលអីចឹងណាបងប្អូនបន្ទាប់ពីនាងខ្ញុំលាងសាច់រួចហើយគឺថាយើងវិលមកហាន់ជាមួយនឹងក្រូចឆ្មាដើម្បីទុកច្បាច់នៅពេលដែលយើងហាន់សាច់សម្រាប់សាច់នេះផងដែរគឺថានាងខ្ញុំហាន់ជាដុំតូចបងប្អូននៅពេលដែលយើងច្បាច់ជាមួយនឹងក្រូចឆ្មាទៅគឺថាឲ្យវាឆាប់ស្លោកបងប្អូនកុំឲ្យវាថាឃើញទៅថាសាច់នឹងរាងស្រស់ពេកអីចឹងណាព្រោះបងប្អូនខ្លះគឺថាគាត់អត់ចូលចិត្តញ៉ាំជាប្រភេទសាច់ដែលមើលទៅវាស្រស់ពេកណាតែសម្រាប់ខ្ញុំគឺថានៅពេលដែលយើងច្បាច់ជាមួយនឹងក្រូចឆ្មាគឺថាសាច់ហ្នឹងវាមើលទៅវារៀងចប៉បបងប្អូនវារៀងឆ្លោកវាអត់សូវស្រស់ញញឹមពេកទេតែបើសម្រាប់បងប្អូនខ្លះគឺថាគាត់យកទៅត្រាំជាមួយនឹងទឹកកកហើយនឹងបុកជាមួយទៅនឹងអំពៅខ្ចីតែម្ដងក៏បានដែរណាបងប្អូនព្រោះដោយសារអំពៅខ្ចីរបស់យើងគឺថាវាមានជាតិជូរបងប្អូនវាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់បងប្អូនណាហើយសម្រាប់សាច់នេះផងដែរនៅពេលដែលនាងខ្ញុំហាន់រួចហើយគឺថានាងខ្ញុំច្បាច់ជាមួយនឹងក្រូចឆ្មាសម្រាប់ក្រូចឆ្មាដែលយើងហាន់មុនហ្នឹងគឺថាយើងច្បាច់វាហើយច្បល់វាឲ្យសព្វណាបងប្អូនទី1កុំឲ្យដូចខ្ញុំនិយាយចឹងថាកុំឲ្យឃើញសាច់របស់យើងវារាងស្រស់ពេកអីចឹងទៅណានៅពេលដែលយើងច្បាច់ក្រូចហើយគឺថាយើងច្បល់វាឲ្យសព្វទុកវាមួយសន្ទុះសិនទៅបងប្អូនដើម្បីឲ្យវាចូលជាតិល្អហើយយើងក៏បន្តមកបុកជាមួយនឹងគ្រឿងរបស់យើងមកក្នុងនោះផងដែរគឺថាមានខ្ញុំដាក់ជាមួយនឹងខ្ទឹមសម្ទេសហើយនឹងអំពៅខ្ចីរបស់យើងដើម្បីធ្វើការបុកវាបញ្ចូលគ្នាមកណាបងប្អូនទាំងអស់គ្នាសម្រាប់ការបុកនេះផងដែរបើបងប្អូនមានជាប្រភេទខ្ញីបងប្អូន
បងប្អូនដាក់ខ្ញីចូលមកកូនមើមអីទៅក៏ល្អដែរបងប្អូននៅពេលដែលអំពៅខ្ចីរបស់យើងបុករាងម៉ត់ល្អហើយគឺថានាងខ្ញុំដាក់ជាមួយនឹងអំបិលបន្តិចស្ករប៊ីចេងហើយនឹងរួចជាមួយនឹងប្រហុកសាច់ហ្នឹងបងប្អូននៅពេលដែលយើងដាក់ជាមួយនឹងប្រហុកសាច់ទៅគឺថាវាចូលជាតិល្អហើយក្នុងនោះផងដែរគឺថានាងខ្ញុំអត់បានដាក់ជាមួយនឹងទឹកត្រីទេណាបងប្អូនព្រោះដោយសារនៅពេលដែលយើងដាក់ជាមួយនឹងសាច់មកយើងចូលហើយចាំយើងភ្លក់មើលទៅថាវាល្មមឬមួយក៏សាបអីគឺថាបងប្អូនចាំថែមគ្រឿងតាមនឹងទៀតទៅព្រោះដោយសារវាគឺជាចំណងចំណូលចិត្តរបស់យើងម្នាក់ៗឯងបងប្អូនអញ្ចឹងគឺថាយើងលេខគ្រឿងតាមអ្វីដែលយើងធ្លាប់ហូបធ្លាប់ញ៉ាំណាបងប្អូនសម្រាប់សាច់នេះផងដែរនៅពេលដែលយើងដាក់ឲ្យយើងច្បល់វាឲ្យសព្វជាមួយនឹងពិលហើយនាងខ្ញុំក៏បានដាក់ជាមួយនឹងម្អមមកយើងចូលហើយដើម្បីឲ្យវាឈ្ងុយអ្នកកាត់នេះខណ្ឌថាឃើញវីដេអូនេះឡើងវិញបងប្អូនហើយគឺថាស្រក់ទឹកមាត់ទៀតហើយបងប្អូនគឺថាឆ្ងាញ់មែនតែនតែម្ដងនៅពេលដែលយើងច្បល់វាសព្វហើយគឺថានាងខ្ញុំវិលមករៀបជាមួយនឹងបន្លែរបស់យើងណាបងប្អូនទាំងអស់គ្នាសម្រាប់ការឌីកូនេះផងដែរគឺថានាងខ្ញុំមិនសូវប៉ិនទេបងប្អូនហើយសូមអធិស្ឋានផងហើយនាងខ្ញុំក៏សូមពឹងបងប្អូនជួយចុច Subscribe ឲ្យនាងខ្ញុំម្នាក់មួយផងកុំភ្លេចបងប្អូនហើយនឹងចុច Like ឲ្យនាងខ្ញុំផងអរគុណទុកជាមុនបងប្អូនសម្រាប់បន្លែរបស់យើងនៅពេលដែលយើងរៀបហើយគឺថាយើងដាក់ជាមួយនឹងសាច់របស់យើងដែលបុកនឹងហើយបើបងប្អូនមានជាប្រភេទទូទឹកកកបងប្អូនដាក់ក្នុងទូទឹកកកក៏ល្អដែរបងប្អូនគឺថាវាត្រជាក់ឆ្ងាញ់មែនតែនហើយសម្រាប់បងប្អូនដែលគាត់ចូលចិត្តជប់ជុំអីយប់ឡើងអីគឺថាអេមែនតែនបងប្អូនមកមុខនេះអញ្ចឹងដូច្នេះវីដេអូរបស់នាងខ្ញុំក៏ជានាទីបញ្ចប់ដែរអរគុណជម្រាបលាបងប្អូនទាំងអស់គ្នា